ថ្ងៃនេះនិយាយរឿងកំប្លែងមួយប្រិមិត្តពុកម៉ែបងប្អូនខ្ញុំធ្លាប់តែឃើញប៉ូលីសគេទៅចាប់អ្នកលេងល្បែងលេងបៀលេងអីចឹងណាប្រិមិត្តចឹងឲ្យតែប៉ូលីសទៅដឹងតែអ្នកលេងបៀលេងអីហ្នឹងគឺដឹងតែនាំគ្នារត់ចែកជើងគ្នាអ្នកខ្លះរត់ទៅជើងទៅឆ្វេងទៅស្ដាំទៅពួនអីចឹងទៅប្រិមិត្តហើយអ្នកខ្លះទៀតបន្លំធ្វើនេះធ្វើនោះអីចឹងណាប្រិមិត្តធ្វើបែកតកួនធ្វើរើទៅយោរើអីចឹងទៅអាហ្នឹងខ្ញុំធ្លាប់តែឃើញប៉ូលីសគេដេញតាមចាប់អ្នកលេងល្បែងលេងបៀលេងអីចឹងណាប្រិមិត្តបែបដល់ពេលរឿង Excavator និងអ្នកសារព័ត៌មានវិញប្រិមិត្តបងប្អូនរឿង Excavator និងអ្នកសារព័ត៌មាន Excavator បើសិនជាទៅកាយដីកន្លែងណាអីកន្លែងណាបើសិនជាឃើញមានអ្នកសារព័ត៌មានទៅថតអីចឹងទៅគឺថាដឹងតែភ័យហើយប្រិមិត្តបងប្អូនដឹងតែភ័យរឿងអីហ្នឹងនិយាយទៅទោះបីជាថាខ្ញុំមិននិយាយក៏ប្រិមិត្តបងប្អូនដឹងដែររឿងអ្នកសារព័ត៌មានទៅថត Excavator ទៅអីផ្សេងៗណាប្រិមិត្តបងប្អូនហើយអ្នកដែលដឹងច្បាស់ជាងគេនោះគឺម្ចាស់ Excavator នឹងតែម្ដងប្រិមិត្តបងប្អូនឲ្យទៅឃើញអ្នកសារព័ត៌មានទៅម្ដងដឹងតែមិនសូវជាសប្បាយចិត្តអីប្រហែលទេប្រិមិត្តអញ្ចឹងរឿងហ្នឹងវាចែកប្រិមិត្តបងប្អូន Excavator ហ្នឹងគឺកំពុងតែកាយដីចឹងណាប្រិមិត្តហើយក៏ម៉ោងវាម៉ោងមិន10ម៉ោង2 10ម៉ោងថ្ងៃត្រង់ហើយដែរប្រិមិត្តហើយខ្ញុំជាឃើញថាប្រហែលជាដល់ម៉ោងគាត់ហូបបាយហើយមើលទៅម៉ោងគាត់សម្រាកហើយអញ្ចឹងឃើញគាត់បើក Excavator ហ្នឹងឡើងទៅលើផ្លូវហើយក៏មានឡានមានអីហ្នឹងគឺបើកតបន្ទុយគ្នាអញ្ចឹងទៅហើយដល់លើផ្លូវគាត់ក៏និយាយគ្នាហើយចង្អុលមកកាន់រូបខ្ញុំអញ្ចឹងណាប្រិមិត្តបងប្អូនហើយដល់ពេលអញ្ចឹងខ្ញុំក៏ជិះម៉ូតូទៅតាមគាត់ប្រិមិត្តបងប្អូនជិះម៉ូតូទៅតាមគាត់ហ្នឹងគឺចង់បញ្ជាក់ប្រាប់គាត់ថាខ្ញុំមិនមែនអ្នកសារព័ត៌មានទេគឺខ្ញុំអ្នកថតវីដេអូធម្មតាទេចង់បញ្ជាក់ប្រាប់គាត់ចឹងណាប្រិមិត្តបងប្អូនតែមានណាប្រិមិត្តបងប្អូនជិះម៉ូតូមិនទាន់នឹងទៅដល់កន្លែងគាត់ផងប្រិមិត្តបងប្អូននឹងយល់ពីថាគាត់នាំគ្នាឡើង Excavator ឡើងឡានដឹកដីបោកទៅឡើងហុយដីជុកតែម្ដងប្រិមិត្តបងប្អូនហើយដល់ពេលចឹងខ្ញុំតាមប្រិមិត្តខ្ញុំជិះម៉ូតូតាមគាត់ហ្នឹងក៏ចង់បញ្ជាក់ប្រាប់គាត់ថាខ្ញុំមិនមែនអ្នកសារព័ត៌មានទេខ្ញុំអ្នកថតធម្មតាទេនៅពេលដែលបើកម៉ូតូតាមគាត់ទៅឡានដឹកដីហ្នឹងដល់កន្លែងមួយគាត់ឈប់ដល់ពេលឈប់ចឹងទៅខ្ញុំក៏ឈប់ដែរខ្ញុំឈប់រើមើលគាត់ដែរចង់ប្រាប់គាត់អីចឹងណាប៉ុន្តែរមើលអត់ឃើញម្ចាស់តកង់ឡានទេដល់ពេលជិះម៉ូតូទៅឃើញបងម្នាក់ហ្នឹងគាត់ពាក់អាវក្រហមដូចគ្នាគាត់កំពុងតែសារទៅយោស្អីណាហើយខ្ញុំសួរគាត់ថាបងមានឃើញម្ចាស់ឡានដឹកដីទេគាត់ថាអត់ឃើញទេហើយខ្ញុំក៏មិនបានសន្និដ្ឋានថាគាត់តែប៉ុន្តែមើលពីចម្ងាយមកគឺឃើញអាវដូចគ្នាចឹងណាប្រិមិត្តហើយខ្ញុំហ្នឹងក៏ខំជិះម៉ូតូរមើលម្ចាស់តកង់ឡានហ្នឹងដើម្បីប្រាប់គាត់ថាកុំឲ្យគាត់ភ័យខ្លាចអីព្រោះខ្ញុំមិនមែនអ្នកសារព័ត៌មានទេព្រោះអ្នកថតធម្មតាទេកុំឲ្យថាគាត់ខាតពេលវេលាគាត់ខំកាយដីចាក់សាំងចាក់អីចឹងណាប្រិមិត្តបងប្អូនហើយវាមិនទៅខុសច្បាប់អីទេព្រោះមុននឹងគេកាយហ្នឹងក៏គេសិតតែមានច្បាប់មានន័យគេកាយហើយបើកលើផ្លូវហ្នឹងក៏គេសិតតែមានសុំមេភូមិសុំអីចឹងដែរណាប្រិមិត្តបងប្អូនចឹងមិនទៅខុសច្បាប់អីប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់គាត់អីចឹងណាប៉ុន្តែមានរកគាត់ឃើញណាប្រិមិត្តមិនដឹងថាគាត់ទៅពួនឯណាទៅណាបាត់រកមិនឃើញប្រិមិត្ត អញ្ចឹងរឿងអ្នកកាយដីខ្លាចអ្នកសារព័ត៌មានហ្នឹងរឿងវាអញ្ចែកប្រិមិត្តបងប្អូនអានេះបើតាមប្អូនប្រុសម្នាក់ដែលគាត់ជាអ្នកបើក Excavator គាត់ប្រាប់ខ្ញុំណាប្រិមិត្តបងប្អូនរឿងគឺអញ្ចែកដោយសារតែនៅពេលដែល Excavator ទៅកាយដីកន្លែងណាកាយស្រះកន្លែងណាអញ្ចឹងណាប្រិមិត្តបងប្អូនដឹងតែមានអ្នកសារព័ត៌មានគេចោលទៅថតឲ្យប្រិមិត្តអញ្ចឹងនៅពេលដែលទៅថតអញ្ចឹងចាស់ Excavator ហ្នឹងដឹងតែមានការឲ្យលុយពួកអ្នកសារព័ត៌មានហ្នឹងយ៉ាងតិចក៏ម្នាក់3 4 50000ដែរបានសារព័ត៌មាននឹងគេទៅវិញអញ្ចឹងណាប្រិមិត្តបងប្អូន ចឹងទៅឲ្យទៅដឹងតែបានលុយម្នាក់3 4 50000ហើយមិនម្នាក់ឯណាប្រិមិត្តបងប្អូន2 3នាក់អីចឹងណាប្រិមិត្តអានេះបើតាមបងប្អូនដែលគាត់និយាយប្រាប់ខ្ញុំណាដល់ពេលឲ្យហើយចឹងទៅក៏ទៅបាត់មួយរយៈអីចឹងទៅស្រាប់តែមួយរយៈក្រោយក៏អ្នកផ្សេងគេមកម្ដងអីចឹងណាប្រិមិត្តបងប្អូនមកបន្តកតុយគ្នាបដាក់ដូចខ្យងចឹងហើយដល់ពេលចឹងទៅបានគ្នាភ័យខ្លាចប្រិមិត្តបងប្អូនឲ្យតែថាឃើញអ្នកទៅថតទៅអីហ្នឹងដឹងតែភ័យហើយខ្លាចអ្នកសារព័ត៌មានគេទៅថតទៅអីចឹងណាប្រិមិត្តបងប្អូន ចឹងបានថាអ្នកកាយដីកាយអីបើសិនជាថាឃើញអ្នកសារព័ត៌មានទៅថតទៅអីមិនបាច់ឲ្យលុយឲ្យកាក់អីទេយើងសុខចិត្តទុកលុយនឹងទៅបង់ឲ្យក្រសួងផ្ទាល់វាល្អជាងប្រិមិត្តបងប្អូនចឹងកាលណាតែយើងបង់ឲ្យតែម្ដងពីរដងដឹងថាប្រដាក់គ្នាមកទៀតហើយចឹងនេះវាជារឿងដែលខ្ញុំជួបផ្ទាល់ប្រិមិត្តបងប្អូនគាត់នៅឃើញខ្លាចហ្មងប្រិមិត្តឃើញគេខ្លាចបើករត់ហ្មងតែមិនថាអ្នកសារព័ត៌មានគឺធ្វើឲ្យគេខ្លាចរអាតែម្ដងតែអ្នកដែលគេត្រឹមត្រូវតែខ្លាចតែមួយចំនួនតូចអីចឹងណាប្រិមិត្ត